ខ្ញុំស្គាល់អង្គការមួយដែលគេប្រឹក្សាយោបល់ជូនយើងដោយអត់គិតថ្លៃទេហើយគេរក្សាការសម្ងាត់ជូនយើងទៀតអញ្ចឹងចំណាយពេលទៅអង្គការនេះបន្តិចទៅចឹងរំខានយ៉ាងណាជួយជូនខ្ញុំទៅកន្លែងអត់អីទេខ្ញុំជូនទៅបានដើម្បីសុខភាពរបស់យើងតោះយើងចំណាយពេលទៅបន្តិចទៅខ្ញុំខ្លាចអីគេដឹងទៅជួយយើងហ្នឹងហើយសំខាន់គឺការរក្សាការសម្ងាត់តែម្ដងបងមុខភ័ក្រខ្ញុំមានបញ្ហាចាំមកប្រឹក្សាយោបល់ហើយអញ្ចឹងចូលខាងទូចាំក្រុមការងារយើងបានចាជំរាបសួរអូនជំរាបសួរបងចាគេអញ្ចឹងនេះមិនទៅចាប់ដាក់អូនអាចញ៉ាំទឹកនេះសិនបានបងថ្ងៃអញ្ចឹងបងណែនាំខ្លួនតិចបងឈ្មោះស្មាលីជាបុគ្គលិកការិយាល័យខ្លឹមមើលការរំលោភសិទ្ធិស្ត្រីនិងកុមាររបស់អង្គការលីកាដូចាអញ្ចឹងរាល់សេវាដែលអង្គការលីកាដូប្រឹក្សាយោបល់ជូនអូនគឺយើងរក្សាការសម្ងាត់និងរក្សាឯកជនភាពដូច្នេះអូនក៏មានការព្រួយបារម្ភទាក់ទងទៅនឹងព័ត៌មានរបស់អូនដែលបានចែករំលែកជាមួយអង្គការលីកាដូហើយរាល់សេវាទាំងអស់គឺឥតគិតថ្លៃដូច្នេះបងអូនអាចមានជាសំណួរឬក៏ជាចម្ងល់ដែលបងអូនចង់ប្រឹក្សាយោបល់ដូច្នេះបងអូនអាចប្រឹក្សាយោបល់បានក៏មានការស្ទាក់ស្ទើរណាចា៎ហើយអង្គការលីកាដូក៏នឹងព្យាយាមផ្ដល់ជំនួយផ្លូវច្បាប់ក៏ដូចជាសេវាផ្សេងៗដែលអាចជួយអូនក្នុងការដោះស្រាយបញ្ហារបស់អូនផ្ទាល់បានចា៎និយាយទៅអតីតសង្សារខ្ញុំហ្នឹងខ្ញុំធ្លាប់រស់នៅជាមួយគ្នាអញ្ចឹងណាបងហើយគាត់តែងតែគំរាមខ្ញុំតាមរយៈសារគាត់ទៅសេត្រូវឲ្យខ្ញុំទៅជួបគាត់ហើយបើសិនខ្ញុំអត់ទៅជួបគាត់ទេនឹងមានរឿងអីហើយខ្ញុំព្យាយាមនិយាយស្រួលទៅកាន់គាត់ដែរតែគាត់អត់ស្ដាប់ជាងទេរហូតដល់ខ្ញុំអត់ធ្វើតាមការគំរាមរបស់គាត់ហ្នឹងគាត់ក៏ផ្ញើរូបថតហ្នឹងតាម Telegram អញ្ចឹងហ៎បងអញ្ចឹងហើយរូបហ្នឹងខ្ញុំមានអារម្មណ៍ថាខ្មាស់ដោយសារតែវាជារូបដែលពួកយើងតាពីមុនធ្លាប់រស់នៅជាមួយគ្នាស្រឡាញ់គ្នាអញ្ចឹងទៅខ្ញុំបារម្ភខៃលោកគាត់ផ្ញើរូបហ្នឹងទៅចែកចាយទៅណាបន្តទៀតចឹងណាបងហើយរូបហ្នឹងគាត់ផ្ញើនៅនេះបងនៅទេអីទេអូនអត់អីទេអូនរក្សាទុកចឹងណាជាគោលការណ៍របស់អង្គការលីកាដូគឺយើងមិនស្នើសុំមើលរូបថតឬក៏វីដេអូទាំងនោះទេអូនអាចរក្សាទុកខ្លួនឯងជាការសម្ងាត់ហើយទុកពីប្រើនៅពេលដែលសមាជិកត្រូវការជាផុសតាងទៅតុលាការនៅពេលដែលអូនសម្រេចចិត្តថានឹងដាក់ទីបណ្ដឹងណានិយាយទៅខ្ញុំចង់ឲ្យរូបហ្នឹងបាត់ឲ្យឆាប់ខ្ញុំបារម្ភខៃលោកគាត់យករូបខ្ញុំទៅចែកម្លែកទៅណាទៀតចឹងណាបងគាត់គំរាមខ្ញុំរហូតគំរាមឲ្យខ្ញុំទៅជួបគាត់ហើយពេលខ្ញុំព្យាយាមបដិសេធអត់ទៅជួបគាត់បង្ហោះរូបហ្នឹងនៅក្នុងទូរស័ព្ទគំរាមខ្ញុំចាថ្ងៃបងយល់ពីស្ថានភាពរបស់អូនហើយមិនមែនតែអូនមួយទេដែលរងគ្រោះដោយសារករណីនេះដូច្នេះអូនកុំបន្ទោសខ្លួនឯងត្រូវចងចាំថាវាមិនមែនជាកំហុសរបស់យើងទេហើយជំនួយផ្លូវច្បាប់និងការជួយគ្រប់គ្រងផ្សេងៗគឺពិតជាមានសម្រាប់ករណីរបស់អូនចាហើយមានជំរឿនផ្សេងៗទៀតដែលអាចជួយអូនក្នុងការដោះស្រាយក្រៅអំពីការដាក់ពាក្យបណ្ដឹងទៅអាជ្ញាធរមានសមត្ថកិច្ចដូចជាការជ្រើសរើសដើម្បីធ្វើការដកចេញនៅរូបថតបែបហ្នឹងក្នុងលក្ខខណ្ឌផ្សេងៗគ្នាដែលតាមលក្ខណៈបច្ចេកទេសយើងអាច report ទៅមាតិកាដើម្បីដករូបថតដែលមិនសមស្របនឹងគ្មានការអនុញ្ញាតពីអូនចេញទី2យើងអាចធ្វើការផ្ដាច់ទំនាក់ទំនងជាមួយនឹងជនប្រព្រឹត្តប៉ុន្តែមុនពេលដែលយើងផ្ដាច់ទំនាក់ទំនងយើងត្រូវប្រកាសថាយើងបានរក្សាទុកមានថាថតនៅអេក្រង់ទូរស័ព្ទឬក៏ការផុសផ្សេងៗដែលជនប្រព្រឹត្តគាត់បានយកទៅផុសទៅលើបណ្ដាញសង្គមឬក៏ចែកចាយនៅក្នុងរូបភាពឬក៏ទម្រង់ណាមួយដែលអូនគិតថាគឺវាដោយគ្មានការអនុញ្ញាតពីអូនហើយវាជាទង្វើខុសច្បាប់ចា៎ចឹងតើតោះរូបថតខ្ញុំនៅទុកក្នុងទូរស័ព្ទនឹងដែរចាំពេលបងជូនទៅខ្ញុំបង្ហាញរូបថតនឹងទៅឲ្យប៉ូលីសដែលគេធ្វើការចាអូនមុនពេលដែលយើងលុបរូបថតនឹងឬក៏ប្លុកជនប្រព្រឹត្តចេញយើងត្រូវប្រកាសថាយើងបានរក្សាទុកផុសតាងនឹងអស់ហ្នឹងណាចាដូចជា account ID ឬក៏ Facebook account កណនីដែលជនប្រព្រឹត្តគាត់បានប្រើប្រាស់ហើយនឹងសារដែលគាត់បានផុសនៅលើ Facebook ឬក៏ social media ផ្សេងៗដើម្បីរក្សាទុកជាផុសតាងបុគ្គលជូនសមត្ថកិច្ចក្នុងការអធិទោសបន្ទាប់ពីទឹកមកខាងបុគ្គលិកអង្គការលីកាដូដែលអាចផ្ដល់ជំនួយបច្ចេកទេសក្នុងការដកយករូបថតទាំងអស់ហ្នឹងចេញពី website មួយចំនួនព្រមទាំងចងក្រងវិទ្យាផុសតាងមួយដើម្បីរក្សាទុកជូនសមត្ថកិច្ចចា៎ចឹងបងពេលបើសិនជាខ្ញុំត្រូវទៅហ្នឹងខ្ញុំត្រូវធៀមឲ្យគេខ្លៅបងចាអញ្ចឹងដូចជាផុសតាងសំខាន់វីដេអូការផ្ញើសារគម្រាមកំហែងនិងការបង្ហោះសារផ្សេងៗដែលអូនបានឃើញអតីតសង្សាររបស់អូនគាត់បានប្រព្រឹត្តដូច្នេះគឺជាផុសតាងសំខាន់ហើយមួយទៀតនៅពេលដែលយើងរាយការណ៍ទៅសមត្ថកិច្ចយើងអាចបង្ហាញវីដេអូនេះទៅតែសមត្ថកិច្ចដែរទទួលបន្ទុកក្នុងការដោះស្រាយបញ្ហារបស់យើងតែប៉ុណ្ណោះចាហើយត្រូវចងចាំថាវាមិនមែនជាកំហុសរបស់អូនទេគឺជាកំហុសនឹងការទទួលខុសត្រូវរបស់ជនប្រព្រឹត្តតែម្នាក់គត់ចាហ
ហើយតែនឹងបងអមខ្ញុំទៅជាមួយដែរថាអត់បង ចាសម្រាប់បុគ្គលិកអង្គការលីកាដូនឹងជួយជូនអូនទៅដាក់ពាក្យបណ្ដឹងនៅនគរបាលមានសមត្ថកិច្ចហើយនឹងជួយផ្ដល់នៅការប្រឹក្សាយោបល់បន្តបន្ទាប់រហូតដល់ករណីរបស់អូនត្រូវបានដោះស្រាយនិងអូនមានអារម្មណ៍ថាទទួលបានយុត្តិធម៌ប៉ុន្តែជំរឿនទាំងអស់នេះគឺជាការសម្រេចចិត្តរបស់អូនទាំងអស់សម្រាប់អង្គការលីកាដូពួកយើងនឹងគ្រប់ការសម្រេចចិត្តរបស់អូនទោះជាអូនជ្រើសរើសជំរឿនណាមួយក្នុងចំណោមជំរឿនផ្លូវច្បាប់ទាំងអស់ចា ហ្នឹងហើយបងអរគុណចា ចាអរគុណ លាទៅវិញហើយបង ចា អរគុណ មិនចៃ អត់អីទេខ្ញុំបានជួបបងស្រីគាត់ប្រាប់ខ្ញុំច្រើនដែរហើយមានជំរឿច្រើនអញ្ចឹងខ្ញុំអត់សូវបារម្ភដូចមុនទេអញ្ចឹង ល្អហើយដែលយើងទទួលបានអារម្មណ៍សុខភាពអញ្ចឹងអត់អីណាអញ្ចឹងយើងទៅវិញណា លោកអ្នកអាចតាក់ទងមកកាន់អង្គការលីកាដូតាមរយៈលេខទូរស័ព្ទ012 536 300 ឬ015 553 855សម្រាប់ជំនួយផ្នែកច្បាប់ពេទ្យនិងសេវាសង្គមសម្រាប់ស្ត្រីនិងកុមារដោយឥតគិតថ្លៃ